5 ចំណុចជួយកាត់បន្ថយភាព stress និងធ្វើអារម្មណ៍ល្អប្រសើរជាងមុនចំណុចទី1នោះគឺការធ្វើហាត់ប្រាណការធ្វើចលនារបស់រាងកាយដូចជាដើររត់ធ្វើកីឡាឬក៏ហាត់ប្រាណគឺវាជួយរាងកាយឲ្យបញ្ចេញអរម៉ូននិងធ្វើអារម្មណ៍ល្អការបន្ថយភាពតានតឹងនិងធ្វើចិត្តស្ងប់ចំណុចទី2គឺការសម្រាកនិងគេងបានគ្រប់គ្រាន់ការឲ្យរាងកាយនិងខួរក្បាលមានពេលសម្រាកដោយគេងបានគ្រប់ម៉ោងជួយស្ដារថាមពលបន្ថយភាពនឿយហត់និងធ្វើឲ្យអារម្មណ៍មានស្ថិរភាពចំណុចទី3នោះគឺការធ្វើសមាធិគឺជាការផ្ដោតអារម្មណ៍និងដកដង្ហើមយឺតៗដើម្បីធ្វើឲ្យចិត្តស្ងប់និងការបន្ថយការតបអារម្មណ៍ដែលធ្វើឲ្យគំនិតមានភាពច្បាស់លាស់ប្រសើរជាងចំណុចទី4នោះគឺការនិយាយចែករំលែកជាមួយអ្នកដទៃការប្រាប់អារម្មណ៍ឬបញ្ហារបស់ខ្លួនទៅកាន់មិត្តភក្តិគ្រួសារនិងមនុស្សជិតស្និទ្ធគឺវាបានធ្វើឲ្យមានអារម្មណ៍ស្រែកចិត្តមិនមានអារម្មណ៍ឯកានិងទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួនចុងក្រោយគឺការរៀបចំពេលវេលានិងការងារឲ្យបានល្អការរៀបចំផែនការនិងបែងចែកពេលវេលាឲ្យបានសមស្របទៅនឹងកាលៈទេសៈដែលយើងខ្លាចជួយការប្រតិបត្តិសម្ពាធការងារនិងភាពភ័យខ្លាចពីការមិនតាន់មកដល់ឬក៏ការងារអ្វីមួយដែលមិនតាន់បានបញ្ចប់